ជំពូកទី8តម្រូវការផ្នែកអារម្មណ៍ខុសគ្នាមនុស្សភាគច្រើនមិនធ្លាប់ដឹងទេថានារីនិងបុរសមានសេចក្តីត្រូវការមិនដូចគ្នាទើបមិនដឹងថាគួរតែត្រូវមើលថែគ្នាដោយរបៀបណាជាធម្មតាបុរសជាភាគីជ្រើសរើសថាគួរតែសេពគប់ជាមួយនារីបែបណាចំណែកនារីជាភាគីផ្ដល់ឲ្យនៅអ្វីដែលនាងចង់ផ្ដល់ឲ្យបញ្ហានឹងកើតមានពេលភាគីម្នាក់គិតថាភាគីម្នាក់ទៀតមានតម្រូវការដូចខ្លួនដែរឯលទ្ធផលដែលត្រូវទទួលគឺធ្វើឲ្យទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរទៅជាមិនសមតាមបំណងជួបនឹងរឿងល្វីងជូរចត់ទៅវិញទាំងបុរសនិងនារីសុទ្ធតែគិតថាខ្លួនជាអ្នកផ្ដល់ឲ្យតែម្ខាងដោយមិនបានអ្វីត្រឡប់មកវិញទេភាគីម្នាក់មានអារម្មណ៍ថាខ្លួនផ្ដល់ឲ្យភាគីម្នាក់ទៀតជាច្រើនតែគ្មានអ្នកមើលឃើញពីអំពើល្អនោះឡើយតាមការពិតអ្នកទាំងពីរជាភាគីផ្ដល់ឲ្យក៏ពិតមែនតែពួកគេមិនបានផ្ដល់នៅអ្វីដែលគួរផ្ដល់ឲ្យនោះទេឧទាហរណ៍ដូចជានារីតែងគិតថាការសួរនាំដោយសេចក្តីព្រួយបារម្ភឬបង្ហាញពីក្តីព្រួយបារម្ភចំពោះភាគីម្ខាងទៀតគឺជាការបង្ហាញពីក្តីស្រឡាញ់ម្យ៉ាងតែបែរជាធ្វើឲ្យបុរសមានអារម្មណ៍ធុញទ្រាន់ឬមានអារម្មណ៍ដូចជាត្រូវគេគៀបសង្កត់ហើយចង់មានពេលវេលាជារបស់ខ្លួនឯងខ្លះទើបធ្វើឲ្យនារីទៅជាមិនយល់ព្រោះបើសិនមាននរណាម្នាក់ធ្វើបែបនេះដាក់នាងប្រកាសជាត្រេកអរខ្លាំងណាស់ដូចគ្នាដែរវិធីដែលបុរសបង្ហាញក្តីស្រឡាញ់និងក្តីព្រួយបារម្ភបែរជាធ្វើឲ្យនារីគ្មានទំនុកចិត្តនិងគិតថាគេមិនយកចិត្តទុកដាក់ចំពោះខ្លួនឧទាហរណ៍ពេលឃើញនារីខឹងសម្បាគេនឹងខំធ្វើឲ្យបញ្ហារបស់នាងមើលទៅតូចជាងមុនដោយនិយាយថាកុំព្រួយបារម្ភអីវាពុំមែនជារឿងធំដុំនោះទេឬធ្វើជាមិនចាប់អារម្មណ៍នឹងបញ្ហានេះដោយសង្ឃឹមថាបណ្ដោយឲ្យនាងមានពេលវេលាដើម្បីពិចារណារឿងនេះស្ងាត់ៗនៅក្នុងល្អាងរបស់នាងប៉ុន្តែទង្វើបែបនេះបែរជាធ្វើឲ្យនារីមានអារម្មណ៍ថាគេមិនយកចិត្តទុកដាក់និងហាក់ដូចជាត្រូវគេបោះបង់ទៅវិញដោយយើងធ្លាប់និយាយពីមុនមកហើយថានារីចង់ឲ្យមាននរណាម្នាក់ស្ដាប់និងយល់ចិត្តនាងពេលនាងមិនមានអារម្មណ៍ល្អប្រសិនបើបុរសមិនដឹងពីចំណុចនេះច្បាស់លាស់ទេគេប្រកាសជាមិនយល់ទេថាហេតុអ្វីបានជាបំណងល្អរបស់ខ្លួនបែរជាប្រើការមិនបានផលទៅវិញសេចក្តីស្រឡាញ់12ប្រការសេចក្តីត្រូវការផ្នែកអារម្មណ៍ដ៏ស្មុគស្មាញអាចសង្ខេបមកសល់ត្រឹមតែរឿងមួយគឺមនុស្សគ្រប់គ្នាត្រូវការក្តីស្រឡាញ់បុរសនិងនារីគ្រប់គ្នាសុទ្ធតែត្រូវការសេចក្តីស្រឡាញ់ម្នាក់6បែបដូចគ្នាបុរសចង់បានការជឿជាក់ការទទួលស្គាល់ការស្ងើចសរសើរការលើកដំកើងការពេញចិត្តនិងកម្លាំងចិត្តចំណែកឯនារីវិញត្រូវការការយកចិត្តទុកដាក់ការយល់ចិត្តការគោរពភាពស្មោះត្រង់ការមានហេតុផលនិងភាពកក់ក្ដៅប្រសិនបើយល់ពីសេចក្តីស្រឡាញ់ទាំង12ប្រការដែលខុសៗគ្នានេះរឿងស្មុគស្មាញទាំងឡាយដែលចង់ដឹងថាតើគូស្នេហ៍របស់ខ្លួនមានសេចក្តីត្រូវការផ្នែកអារម្មណ៍បែបណាខ្លះក៏នឹងត្រូវរលាយបាត់អស់ទៅដែរពេលអានតារាងរៀបរាប់ពីក្តីស្រឡាញ់ទាំងអស់នេះហើយអ្នកនឹងបានយល់ភ្លាមថាហេតុអ្វីបានជាគូស្នេហ៍របស់អ្នកមានអារម្មណ៍មិនទទួលបានក្តីស្រឡាញ់គ្រប់គ្រាន់អ្វីដែលសំខាន់បំផុតគឺប្រសិនបើអ្នកមិនទាន់ដឹងថាគួរធ្វើខ្លួនបែបណានោះតារាងខាងក្រោមនឹងជួយកែលម្អទំនាក់ទំនងរវាងអ្នកនិងគូស្នេហ៍របស់អ្នកឲ្យបានល្អប្រសើរឡើងក្តីស្រឡាញ់ជាមូលដ្ឋានដែលបុរសនិងនារីត្រូវការខាងក្រោមនេះជាការប្រៀបធៀបឲ្យឃើញពីក្តីស្រឡាញ់ខុសៗគ្នានារីចង់បាន 1. ការយកចិត្តទុកដាក់ 2. ការយល់ចិត្ត 3. ការគោរពលើកតម្លៃ 4. ការលះបង់ភក្តីភាព 5. ភាពមានហេតុផល 6. ភាពកក់ក្ដៅបុរសចង់បាន 1. ការជឿទុកចិត្ត 2. ការទទួលស្គាល់ 3. ការស្ងើចសរសើរ 4. ការផ្ដល់កិត្តិយស 5. ការយល់ស្របតាម 6. កម្លាំងចិត្តត្រូវយល់ពីតម្រូវការមូលដ្ឋានឲ្យបានច្បាស់លាស់នារីនិងបុរសគ្រប់រូបសុទ្ធតែមានតម្រូវការក្តីស្រឡាញ់ទាំង12ប្រការនេះទាំងអស់ការបែងចែកថានារីត្រូវការ6បែបនេះមិនមែនមានន័យថាបុរសមិនត្រូវការសេចក្តីស្រឡាញ់ទាំងនេះទេបុរសក៏ត្រូវការមនុស្សយកចិត្តទុកដាក់យល់ចិត្តគោរពស្មោះត្រង់មានហេតុផលនិងភាពកក់ក្ដៅដូចគ្នា
តែពាក្យថាតម្រូវការមូលដ្ឋានមានន័យថាបុរសត្រូវទទួលបានក្តីស្រឡាញ់ទាំង6បែបដែលពួកគេត្រូវការឲ្យគ្រប់គ្រាន់ជាមុនសិនក្រោយមកទើបពួកគេស្វែងរកក្តីស្រឡាញ់ក្នុងប្រការដទៃទៀតបុរសនឹងទទួលយកក្តីស្រឡាញ់ទាំង6ប្រការដោយដែលនារីត្រូវការក្រោយពីបានទទួលក្តីស្រឡាញ់ទាំង6ប្រការដំបូងនោះឲ្យគ្រប់គ្រាន់សិនចំណែកនារីក៏ដូចគ្នាដែរនាងចង់បានការជឿទុកចិត្តការទទួលស្គាល់ការស្ងើចសរសើរការលើកដំកើងការយល់ស្របតាមនិងកម្លាំងចិត្តក្រោយពីនាងបានទទួលក្តីស្រឡាញ់ទាំង6ប្រការដែលខ្លួនត្រូវការជាមុនដូចគ្នាដែរការយល់ពីរឿងនេះចាត់ទុកជាគន្លឹះដ៏សំខាន់ក្នុងការកែលម្អសម្ព័ន្ធភាពស្នេហាឲ្យបានល្អប្រសើរឡើងប្រសិនបើយើងបានដឹងថាបុរសមកពីឋានព្រះអង្គានារីមកពីឋានព្រះសុខនោះក៏នឹងអាចជួយឲ្យយើងព្រមទទួលយកភាពខុសប្លែកក្នុងរឿងក្តីស្រឡាញ់នេះបានកាន់តែប្រសើរជារឿងធម្មតាទេដែលនារីតែងផ្ដល់ក្តីស្រឡាញ់តាមវិធីដែលខ្លួនត្រូវការដោយមិនបានគិតដល់ថាពេលខ្លះមនុស្សឋានព្រះអង្គាអាចត្រូវការអ្វីផ្សេងក្រៅពីនេះដូចគ្នាដែរបុរសចាប់អារម្មណ៍តែរឿងដែលខ្លួនត្រូវការដោយមិនធ្លាប់គិតសោះថាក្តីស្រឡាញ់តាមវិធីដែលខ្លួនចូលចិត្តអាចមិនមែនជាអ្វីដែលមនុស្សឋានព្រះសុខត្រូវការក៏មានដែរដំណឹងល្អមួយគឺទោះអ្នកទាំងពីរមានតម្រូវការខុសៗគ្នាក៏ដោយតែក៏នៅតែអាចរស់នៅជាមួយគ្នាបានយ៉ាងល្អផងដែរឧទាហរណ៍ពេលមនុស្សឋានព្រះអង្គាសម្ដែងការយកចិត្តទុកដាក់និងការយល់ចិត្តមនុស្សឋានព្រះសុខនឹងឆ្លើយតបដោយការជឿទុកចិត្តនិងការទទួលស្គាល់ទៅវិញនេះគឺជាតម្រូវការមូលដ្ឋានដែលគេត្រូវការរឿងបែបនេះក៏អាចកើតមានបានពេលមនុស្សឋានព្រះសុខបង្ហាញការជឿទុកចិត្តលើគេមនុស្សឋានព្រះអង្គានឹងតបស្នងដោយការយកចិត្តទុកដាក់មកវិញនោះគឺជាអ្វីដែលនាងត្រូវការខាងក្រោមនេះយើងនឹងផ្ដល់និយមន័យអំពីក្តីស្រឡាញ់ទាំង12ប្រការឲ្យបានលម្អិតជាងមុនទី1នារីចង់ឲ្យគេយកចិត្តទុកដាក់បុរសចង់ឲ្យគេជឿទុកចិត្តពេលបុរសយកចិត្តទុកដាក់លើអារម្មណ៍នារីនិងព្រួយបារម្ភចំពោះនាងនឹងទទួលដឹងពីក្តីស្រឡាញ់និងការយកចិត្តទុកដាក់របស់គេពេលគេធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួនជាមនុស្សសំខាន់បានន័យថាគេតបស្នងតម្រូវការមូលដ្ឋានរបស់នាងបានសម្រេចហើយតាមធម្មជាតិនាងនឹងមានទំនុកចិត្តលើរូបគេកាន់តែខ្លាំងកាលបើមានទំនុកចិត្តហើយនាងក៏នឹងបើកចំហបេះដូងព្រមទទួលយកគេកាន់តែខ្លាំងជាងមុនពេលភាគីនារីបើកចំហបេះដូងព្រមទទួលយកបុរសហើយជឿជាក់ថាគេនឹងផ្ដល់អ្វីល្អបំផុតសម្រាប់នាងនោះក៏នឹងធ្វើឲ្យគេត្រូវតែផ្ដល់នៅអ្វីដែលល្អសម្រាប់នាងផងដែរពេលនារីជឿជាក់លើសមត្ថភាពនិងការតាំងចិត្តរបស់បុរសហើយនោះគឺប្រៀបដូចជានាងបានបំពេញតម្រូវការជាមូលដ្ឋានចំណុចទី1របស់បុរសបានគ្រប់គ្រាន់ដូចគ្នាដែរដែលធ្វើឲ្យគេកាន់តែយកចិត្តទុកដាក់និងចង់មើលថែនាងកាន់តែខ្លាំងឡើងទី2នារីចង់ឲ្យគេយល់ចិត្តបុរសចង់ឲ្យគេទទួលស្គាល់ពេលបុរសព្រមស្ដាប់នារីដោយមិនព្យាយាមសម្រេចថាអ្វីខុសអ្វីត្រូវតែស្ដាប់ដោយការយល់ចិត្តអាណិតអាសូរហើយអត់ធ្មត់ទុកឲ្យនាងបញ្ចេញអារម្មណ៍របស់នាងចេញមកនឹងធ្វើឲ្យនាងមានអារម្មណ៍ថាមានមនុស្សយល់ចិត្តយល់ថ្លើមនាងគ្មាននរណាយល់ចិត្តអ្នកដទៃបានដោយមិនស្ដាប់ពីអ្វីដែលគេនិយាយទេនោះប្រសិនបើនាងដឹងថាគេយល់ចិត្តរបស់នាងកាន់តែច្រើនប៉ុណ្ណានាងក៏ព្រមទទួលស្គាល់រូបគេកាន់តែខ្លាំងប៉ុណ្ណោះដែរពេលនារីស្រឡាញ់ហើយព្រមទទួលយកបុរសតាមសភាពពិតរបស់គេនឹងធ្វើឲ្យបុរសមានអារម្មណ៍ថានាងព្រមទទួលស្គាល់រូបគេនេះពុំមែនមានន័យថានារីនឹងគិតថាគេជាមនុស្សល្អឥតខ្ចោះនោះទេតែជាការបញ្ជាក់ឲ្យឃើញថានាងព្រមទទួលយកគេតាមសភាពពិតរបស់គេដែលជាការបង្ហាញថានាងជឿជាក់ថាគេអាចទទួលខុសត្រូវខ្លួនឯងបានពេលបុរសទទួលបានការទទួលស្គាល់គេក៏ត្រៀមខ្លួនស្ដាប់និងយល់ចិត្តទៅតាមតម្រូវការរបស់នាងផងដែរទី3នារីចង់ឲ្យគេគោរពលើកតម្លៃបុរសចង់ឲ្យគេស្ងើចសរសើរពេលបុរសតបស្នងនារីដោយការគោរពសិទ្ធិគំនិតបញ្ញានិងតម្រូវការរបស់នាងនឹងពេញចិត្តជាខ្លាំងពេលនាងជឿជាក់ថាគេគោរពផ្ដល់តម្លៃដល់ខ្លួនហើយទោះជាសម្ដែងដោយទឹកមុខឬទង្វើដូចជាការផ្ញើបាច់ផ្កានិងការចងចាំថ្ងៃខួបអាពាហ៍ពិពាហ៍
ចាត់ទុកថាជាការតបស្នងតម្រូវការផ្នែកអារម្មណ៍ក្នុងប្រការទី3បានល្អហើយបន្ទាប់ពីនោះនាងនឹងនិយាយលើកសរសើរគេតបមកវិញគឺជាពាក្យលើកសរសើរដែលភាគីបុរសចង់បានដូចគ្នាដែរពេលនារីដឹងថាខ្លួនបានទទួលការគោរពលើកតម្លៃពីបុរសហើយបុរសនឹងមានសេចក្តីសុខពេលបានទទួលពាក្យលើកសរសើរដែលជាការតបស្នងតាមធម្មជាតិរបស់មនុស្សដែលបានទទួលការគាំទ្រពេលបុរសបានទទួលពាក្យលើកសរសើរធ្វើឲ្យគេដឹងថាការព្យាយាមរបស់គេមិនឥតប្រយោជន៍ហើយមានកម្លាំងចិត្តក្នុងការធ្វើឲ្យនាងច្រើនជាងនេះទៅទៀតពេលបុរសទទួលបានពាក្យលើកសរសើរគេនឹងមានថាមពលនិងមានកម្លាំងជំរុញឲ្យគេយកចិត្តទុកដាក់មើលថែគូស្នេហ៍កាន់តែច្រើនឡើងដោយស្វ័យប្រវត្តិទី4នារីចង់បានការហ៊ានលះបង់បុរសចង់បានកិត្តិយសពេលបុរសផ្ដល់សារៈសំខាន់និងបង្ហាញនៅការលះបង់ចំពោះនាងនោះគឺជាការតបស្នងតម្រូវការផ្នែកអារម្មណ៍ក្នុងប្រការទី4របស់នាងបានយ៉ាងពេញលេញនារីមានអារម្មណ៍ល្អពេលដឹងថាខ្លួនជាមនុស្សពិសេសឯបុរសនឹងបង្ហាញឲ្យឃើញតាមរយៈការផ្ដល់សារៈសំខាន់ចំពោះនាងជាងរឿងដទៃទៀតដូចជាការងារការសិក្សានិងការកម្សាន្តពេលនារីដឹងថានាងនៅលំដាប់ទី1ក្នុងជីវិតរបស់គេហើយនាងនឹងលួចលើកដំកើងគេស្ងាត់ក្នុងចិត្តចំណែកបុរសវិញតម្រូវការមូលដ្ឋានម្យ៉ាងរបស់គេគឺការទទួលបានការលើកដំកើងពីនារីដែលគេស្រឡាញ់វិធីសាស្ត្រផ្ដល់កិត្តិយសគឺបង្ហាញពីក្តីរំភើបភ្ញាក់ផ្អើលនិងទទួលស្គាល់រូបគេនៅពេលគេបង្ហាញចំណុចពិសេសដែលមិនដូចអ្នកដទៃដូចជាចេះនិយាយកំប្លែងភាពរឹងប៉ឹងក្តីឧស្សាហ៍ព្យាយាមភាពត្រង់ទៅត្រង់មកភាពសុចរិតរ៉ូមែនទិកមានក្តីមេត្តាមានសុជីវធម៌ចេះយល់ចិត្តអ្នកដទៃនិងអ្វីផ្សេងទៀតជាច្រើនដែលអាចហៅថាជាគុណធម៌គ្រឹះរបស់មនុស្សពេលបុរសទទួលបានកិត្តិយសគេនឹងមានជំនឿលើខ្លួនឯងគ្រប់គ្រាន់ដើម្បីមានភក្តីភាពចំពោះនារីជារៀងរហូតទៅទី5នារីចង់បានការផ្ដល់ហេតុផលបុរសចង់ឲ្យគេយល់ស្របតាមពេលបុរសព្រមទទួលដឹងពីអារម្មណ៍និងតម្រូវការរបស់នារីបាននារីនឹងមានអារម្មណ៍ថាបានទទួលក្តីស្រឡាញ់ព្រោះតម្រូវការមូលដ្ឋានទី5ត្រូវបានតបស្នងការទទួលយកហេតុផលរបស់បុរសបញ្ជាក់ឲ្យនារីដឹងយ៉ាងច្បាស់ថានាងមានសិទ្ធិបង្ហាញពីអារម្មណ៍របស់នាងបានដូចគ្នាសូមចងចាំថាយើងអាចព្រមទទួលហេតុផលរបស់អ្នកដទៃបានទោះបីវាខុសពីហេតុផលយើងពេលបុរសព្រមទទួលហេតុផលរបស់នាងគេនឹងបានទទួលនូវការយល់ស្របតាមរបស់នារីដូចគ្នាក្នុងជំរឿចិត្តរបស់បុរសគ្រប់ឧត្តគ្នាពួកគេចង់ក្លាយជាវីរៈបុរសក្នុងក្រសែភ្នែករបស់នារីជាទីស្រឡាញ់របស់ខ្លួនការដែលនារីយល់ស្របតាមគេគឺបង្ហាញឲ្យឃើញថាគេប្រឡងជាប់ហើយការយល់ស្របតាមរបស់នារីនឹងធ្វើឲ្យគេមានមោទនភាពជាខ្លាំងសូមចាំថាការបង្ហាញពីការពេញចិត្តទៅលើបុរសពុំមែនមានន័យថាអ្នកត្រូវតែយល់ស្របជាមួយគេគ្រប់ពេលនោះទេការបង្ហាញការយល់ស្របគឺដើម្បីឲ្យដឹងពីហេតុផលខាងក្នុងដែលគេសម្ដែងចេញពេលគេបាននៅអ្វីដែលគេត្រូវការហើយគេក៏នឹងអាចព្រមទទួលយកហេតុផលរបស់នារីបានដូចគ្នាដែរទី6នារីត្រូវការភាពកក់ក្ដៅបុរសត្រូវការកម្លាំងចិត្តពេលបុរសបង្ហាញឲ្យឃើញថាគេយកចិត្តទុកដាក់យល់ចិត្តគោរពឲ្យតម្លៃមានហេតុផលនិងមានភក្តីភាពចំពោះនាងជាប្រចាំហើយតម្រូវការជាមូលដ្ឋានរបស់នាងនឹងបានទទួលការតបស្នងដែលធ្វើឲ្យនាងមានភាពកក់ក្ដៅថាគេនឹងផ្ដល់ក្តីស្រឡាញ់ឲ្យនាងជារៀងរហូតបុរសតែងតែគិតថាពេលណាដែលគេតបស្នងតម្រូវការរបស់នារីបានគ្រប់ចំណុចរហូតនាងមានភាពកក់ក្ដៅនិងសេចក្តីសុខហើយនាងគួរតែដឹងហើយថាគេស្រឡាញ់នាងខ្លាំងប៉ុណ្ណាតែអ្វីដែលសំខាន់គឺគេត្រូវធ្វើបែបនេះឲ្យបានទៀងទាត់ផងដែរដូចគ្នានេះបុរសក៏ត្រូវការកម្លាំងចិត្តពីនារីដែរនារីផ្ដល់កម្លាំងចិត្តឲ្យបុរសដោយបង្ហាញការទុកចិត្តនិងជឿជាក់លើសមត្ថភាពរបស់គេពេលនារីបង្ហាញការជឿទុកចិត្តព្រមទទួលលើកសរសើរលើកដំកើងនិងការពេញចិត្តពេញថ្លើមនោះបុរសក៏នឹងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីធ្វើអ្វីគ្រប់យ៉ាងដែលគេអាចធ្វើបានដើម្បីរូបនាងកម្លាំងចិត្តដែលបានមកវានឹងជំរុញឲ្យគេអាចធ្វើឲ្យនាងមានភាពកក់ក្ដៅក្នុងចិត្តបានពេលតម្រូវការមូលដ្ឋានទាំង6ប្រការរបស់បុរសបានការតបស្នងយ៉ាងពេញលេញពីនារីហើយ
គេនឹងបញ្ចេញអ្វីៗដែលល្អបំផុតពីក្នុងខ្លួនគេឲ្យចេញមកប៉ុន្តែប្រសិនបើនារីមិនដឹងពីតម្រូវការមូលដ្ឋានរបស់បុរសហើយបែរជាផ្ដល់ការយកចិត្តទុកដាក់ជំនួសឲ្យការជឿទុកចិត្តទៅវិញគឺហាក់ដូចជានាងកំពុងបំផ្លាញសម្ព័ន្ធភាពស្នេហារបស់អ្នកទាំងពីរដោយមិនដឹងខ្លួនហើយខាងក្រោមនេះជាឧទាហរណ៍ដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីរឿងនេះព្រះអង្គម្ចាស់ក្លាហានជាមួយអាវក្រោះភ្លឺចិញ្ចាចក្នុងជំរឿជិតរបស់បុរសគ្រប់រូបសុទ្ធតែចង់ក្លាយជាវីរៈបុរសឬជាព្រះអង្គម្ចាស់ពាក់អាវក្រោះភ្លឺចិញ្ចាចចិញ្ចែងគេចង់ការពារនិងមើលថែនារីជាទីស្រឡាញ់របស់ខ្លួនពេលគេទទួលបានការជឿទុកចិត្តគេនឹងបញ្ចេញអ្វីដែលល្អបំផុតចេញមកហើយក្លាយជាមនុស្សចេះយកចិត្តទុកដាក់តែពេលណាដែលមិនទទួលបានការជឿទុកចិត្តគេក៏នឹងក្លាយទៅជាមនុស្សអសកម្មមិនស្វាហាប់និងមិនចង់យកចិត្តទុកដាក់ចំពោះនរណាឡើយឧបមាថាព្រះអង្គម្ចាស់ពាក់អាវក្រោះភ្លឺចិញ្ចាចមួយអង្គកំពុងធ្វើដំណើរស្រាប់តែពេលនោះទ្រង់បានឮសំឡេងនារីស្រែកឲ្យជួយព្រះអង្គមានប្រតិយភ្ញាក់ផ្អើលជាខ្លាំងរួចជិះសេះតម្រង់ទៅប្រាសាទដែលឮសំឡេងព្រះនាងស្រែកឲ្យជួយព្រះអង្គក៏បានកាត់ក្បាលសត្វនាគដែលកំពុងតែបង្កភាពក្តៅក្រហាយដល់នគរដែលធ្វើឲ្យព្រះនាងពេញប្រតិយចំពោះព្រះអង្គជាខ្លាំងព្រះអង្គម្ចាស់បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីព្រះនាងនិងព្រះរាជវង្សានុវង្សរួមជាមួយមនុស្សក្នុងនគរទាំងនោះព្រះនាងយាងឲ្យស្នាក់នៅក្នុងវាំងក្នុងឋានៈជាវីរៈបុរសនៅទីបំផុតទ្រង់ក៏លង់ស្នេហ៍ព្រះនាងមួយខែក្រោយមកព្រះអង្គដ៏ក្លាហានក៏ត្រូវបានយាងធ្វើដំណើរម្ដងទៀតពេលត្រឡប់មកប្រាសាទវិញព្រះអង្គក៏បានឮសំឡេងព្រះនាងសុំឲ្យជួយម្ដងទៀតពេលនោះមានសត្វនាគមួយក្បាលទៀតកំពុងតែវាយប្រហារមកលើនគររបស់ព្រះនាងពេលព្រះអង្គម្ចាស់មកដល់ទ្រង់ដកដាវចេញភ្លាមហើយមានបំណងកាត់ក្បាលនាគមួយនេះតែព្រះអង្គមិនទាន់បានកាត់ក្បាលនាគផងព្រះនាងក៏ស្រែកចេញពីព្រះរាជវាំងមកថាកុំប្រើដាវចូលប្រើខ្សែនេះវិញវាមានប្រសិទ្ធភាពជាងនិយាយរួចព្រះនាងក៏បោះខ្សែឲ្យព្រះអង្គរួចស្រែកប្រាប់ពីវិធីប្រើព្រះអង្គមានការស្ទះស្ទើរមួយសន្ទុះហើយដោយសារមិនដឹងថាគួរធ្វើតាមពាក្យណែនាំឬមិនគួរធ្វើតែក្រោយមកទ្រង់ក៏ប្រើខ្សែនោះតាក់កនាគហើយរឹតយ៉ាងណែនរហូតតតែនាគនោះដាច់ខ្យល់ស្លាប់បាត់ទៅមនុស្សគ្រប់គ្នាក៏រួចផុតពីគ្រោះថ្នាក់ម្ដងទៀតក្នុងពិធីជប់លៀងល្ងាចនោះព្រះអង្គម្ចាស់មានប្រតិយដូចជាមិនបានធ្វើអ្វីសោះនេះប្រហែលមកពីព្រះអង្គមិនបានប្រើដាវរបស់ទ្រង់តែបែរជាប្រើខ្សែដែលបានមកពីព្រះនាងជំនួសវិញព្រះអង្គមានប្រតិយថាទ្រង់គ្មានតម្លៃស័ក្តិសមនឹងការជឿទុកចិត្តនិងការលើកដំកើងពីមនុស្សជុំវិញខ្លួននោះទេបន្ទាប់ពីហេតុការណ៍នេះកន្លងផុតទៅព្រះអង្គមានប្រតិយតបប្រមល់រហូតភ្លេចដោះខាត់សម្អាតអាវក្រោះឲ្យរលោងទៀតផងមួយខែក្រោយមកព្រះអង្គចេញធ្វើដំណើរម្ដងទៀតដោយកាន់ដាវទៅជាមួយផងដែរព្រះនាងក៏បានដាស់តឿនឲ្យព្រះអង្គប្រយ័ត្នប្រយែងនិងប្រាប់ឲ្យព្រះអង្គយកខ្សែទៃទៅតាមទ្រង់ផងនៅតាមផ្លូវព្រះអង្គមកព្រះរាជវាំងវិញព្រះអង្គក៏ឃើញសត្វនាគមួយក្បាលទៀតកំពុងរុករាននគរលើកនេះព្រះអង្គសម្រុកចូលទៅភ្លាមជាមួយនឹងដាវរបស់ខ្លួនតែព្រះអង្គបែរជានៅស្ទាក់ស្ទើរថាតើគួរតែប្រើខ្សែឬក៏ប្រើដាវពេលកំពុងតែគិតនោះសត្វនាគក៏បានព្រុសភ្លើងចំដៃខាងស្ដាំរបស់ព្រះអង្គដោយច្របូកច្របល់ព្រះអង្គក៏សម្លឹងមើលទៅលើហើយឃើញព្រះនាងកំពុងតែបក់ដៃពីលើកំពូលព្រះរាជវាំងចូលប្រើថ្នាំពឹសព្រះនាងស្រែកប្រើខ្សែពេលនេះគ្មានប្រយោជន៍ទេនាងក្រវែងដបថ្នាំពឹសឲ្យព្រះអង្គក៏យកទៅបញ្ច្រកមាត់នាគធ្វើឲ្យនាគនោះដាច់ខ្យល់ស្លាប់ភ្លាមមនុស្សគ្រប់គ្នាត្រេកអរហើយរៀបចំពិធីជប់លៀងដើម្បីអបអរជ័យជំនះម្ដងទៀតតែលើកនេះព្រះអង្គម្ចាស់មានប្រតិយខ្មាស់អៀនជាខ្លាំងមួយខែក្រោយមកព្រះអង្គក៏យាងធ្វើដំណើរម្ដងទៀតជាមួយនឹងដាវសម្លាញ់ចិត្តព្រះនាងក៏បានដាស់តឿនឲ្យទ្រង់ប្រយ័ត្នប្រកាយហើយប្រាប់ឲ្យយកខ្សែព្រមទាំងថ្នាំពឹសទៅជាមួយផងព្រះអង្គមានប្រតិយធុញទ្រាន់នឹងពាក្យណែនាំរបស់ព្រះនាងណាស់តែក៏ព្រមយកទៅជាមួយព្រោះក្រែងមានករណីចាំបាច់ត្រូវប្រើក្នុងការធ្វើដំណើរលើកនេះព្រះអង្គបានឮសំឡេងព្រះនាងពីនគរផ្សេងស្រែកសុំឲ្យព្រះអង្គជួយព្រះអង្គប្រញាប់ចូលទៅរកប្រភពសំឡេងនោះយ៉ាងរហ័សភាពតបប្រមល់របស់ទ្រង់ក៏រលាយបាត់អស់ហើយទ្រង់មានប្រតិយជឿជាក់លើខ្លួនទ្រង់ជាងលើកមុនប៉ុន្តែពេលដែលទ្រង់ទាញដាវចេញមកទ្រង់ក៏ស្ទាក់ស្ទើរមិនដឹងថាគួរប្រើដាវខ្សែឬក៏ថ្នាំពឹសពេលគ្មានព្រះនាងអង្គនោះនៅចាំណែនាំ
ក្នុងពេលប្រថុយញែកបែបនេះព្រះអង្គក៏នឹកដល់ព្រះទ័យមុនពេលជួបព្រះនាងអង្គនោះដែលទ្រង់មានតែដាវមួយដើមប៉ុណ្ណោះពេលភាពជឿជាក់វិលត្រឡប់មកវិញទ្រង់បោះខ្សែនឹងថ្នាំពឹសចោលហើយស្ទុះសំដៅទៅរកសត្វនាគដោយប្រើតែដាវរបស់ទ្រង់ប៉ុណ្ណោះព្រះអង្គអាចសម្លាប់នាគនោះបានហើយក៏ជួយប្រជាជនទាំងអស់ឲ្យមានសុវត្ថិភាពមកវិញតាំងពីពេលនោះមកព្រះអង្គម្ចាស់អាវក្រោះមិនព្រមត្រឡប់ទៅរកព្រះនាងអង្គមុនទៀតទេទ្រង់នៅក្នុងភូមិតូចថ្មីមួយនេះយ៉ាងមានសេចក្តីសុខហើយរៀបការជាមួយនឹងនារីដែលទ្រង់ប្រកាសក្នុងចិត្តថានាងមិនចេះពីវិធីប្រើខ្សែនិងថ្នាំពឹសនេះចូលចាំទុកថាក្នុងជំរឿចិត្តរបស់បុរសម្នាក់មានព្រះអង្គម្ចាស់ពាក់អាវក្រោះកំពុងតែពួនសំងំពេលគិតដល់ព្រះអង្គម្ចាស់វានឹងធ្វើឲ្យអ្នកយល់ពីបុរសបានកាន់តែងាយជាងមុនទោះជាបុរសចូលចិត្តមានមនុស្សជួយយកអាសានិងយកចិត្តទុកដាក់តែប្រសិនបើធ្វើហួសហេតុពេកក៏នឹងធ្វើឲ្យគេបាត់បង់ទំនុកចិត្តលើខ្លួនឯងបានដូចគ្នាតើអ្នកធ្វើឲ្យគេមិនពេញចិត្តទាំងមិនដឹងខ្លួនដូចម្ដេចខ្លះពេលមិនដឹងថាភាគីម្ខាងទៀតត្រូវការអ្វីទេនោះភាគីនីមួយមិនបានដឹងពីមុនថាតើខ្លួនធ្លាប់បំផ្លាញទឹកចិត្តភាគីម្ខាងទៀតច្រើនប៉ុណ្ណាមកហើយនោះទេពេលនោះយើងនឹងបានឃើញថាការប្រស្រ័យតាក់ទងរបស់អ្នកទាំងពីរមិនសូវមានប្រសិទ្ធភាពប៉ុន្មានទេហើយថែមទាំងធ្វើឲ្យមិនសប្បាយចិត្តថែមទៀតផងជាទូទៅនារីមិនដែលបានដឹងពីមុនទេថាអ្វីដែលនាងបានធ្វើទៅនោះក្រៅពីមិនមានផលល្អហើយបែរជាទៅបំផ្លាញទឹកចិត្តបុរសថែមទៀតដោយសារតែតម្រូវការមូលដ្ឋានរបស់បុរសមិនដូចនារីពេលដឹងពីតម្រូវការមូលដ្ឋានរបស់បុរសទាំង6ចំណុចបានជាក់លាក់ហើយនាងនឹងអាចជៀសវាងមិនធ្វើទង្វើផ្សេងដែលធ្វើឲ្យបុរសខូចចិត្តបានខាងក្រោមនេះគឺជាទង្វើដែលនារីតែងធ្វើខុសដោយមិនដឹងខ្លួនអ្វីដែលនារីធ្វើខុសនាងព្យាយាមកែលម្អនិងផ្ដល់ពាក្យណែនាំដល់គេហេតុអ្វីទៅបុរសមិនពេញចិត្តគេមានអារម្មណ៍ថានាងមិនជឿជាក់លើរូបគេអ្វីដែលនារីធ្វើខុសនាងព្យាយាមកែប្រែឬព្យាយាមបង្គាប់បញ្ជាលើរូបគេដោយសម្ដែងការមិនពេញចិត្តឬការអាក់អន់ចិត្តរបស់ខ្លួនឲ្យគេស្ដាប់ជារឿងធម្មតាបើនាងគ្រាន់តែសម្ដែងពីអារម្មណ៍របស់ខ្លួនតែពុំមែនជាការបង្គាប់បញ្ជាឬការស្ដីបន្ទោសទៅលើគេទេហេតុអ្វីទៅបុរសមិនពេញចិត្តគេមានអារម្មណ៍ថានាងមិនទទួលស្គាល់ទៅតាមសភាពពិតរបស់ខ្លួនអ្វីដែលនារីធ្វើខុសនាងមិនយកចិត្តទុកដាក់សង្កេតមើលពីអ្វីដែលគេបានធ្វើនោះទេនាងបែរជារអ៊ូពីអ្វីដែលគេមិនបានធ្វើឲ្យនាងទៅវិញហើយអ្វីទៅបុរសមិនពេញចិត្តគេគិតថាជាការឥតប្រយោជន៍ព្រោះនាងមិនស្ងាយសរសើរនៅអ្វីដែលគេធ្វើនោះទេអ្វីដែលនារីធ្វើខុសនាងកែលម្អចរិតរបស់គេនិងប្រាប់គេថាគេគួរតែប្រព្រឹត្តដូចម្ដេចខ្លះហាក់បីដូចជាគេជាកូនក្មេងហេតុអ្វីបុរសមិនពេញចិត្តគេទទួលអារម្មណ៍ថានាងមិនផ្ដល់កិត្តិយសដល់ខ្លួនទេអ្វីដែលនារីធ្វើខុសនាងបង្ហាញការមិនពេញចិត្តដោយប្រយោលដោយសំណួរបែបបណ្ដោះបង្អាប់ដូចជាហេតុអីក៏ធ្វើផ្ដេសផ្ដាសអញ្ចឹងជាដើមហេតុអ្វីបុរសមិនពេញចិត្តគេទទួលអារម្មណ៍ថានាងមិនទទួលស្គាល់គេលែងចង់ធ្វើជាមនុស្សល្អអ្វីទៀតហើយអ្វីដែលនារីធ្វើខុសពេលគេសម្រេចចិត្តរឿងអ្វីមួយឬចង់ធ្វើអ្វីមួយនាងតែងតែកែប្រែឬតិទៀនរិះគន់រូបគេហេតុអ្វីទៅបុរសមិនពេញចិត្តគេទទួលអារម្មណ៍ថានាងមិនដែលផ្ដល់កម្លាំងចិត្តឲ្យគេបានធ្វើអ្វីដោយខ្លួនឯងឡើយដូចគ្នានឹងនារីបុរសក៏អាចធ្វើខុសដូចគ្នាជាទូទៅបុរសមិនយល់ពីការប្រាស្រ័យទាក់ទងជាមួយគ្នាដែលប្រៀបដូចមិនផ្ដល់កិត្តិយសនិងភាពកក់ក្ដៅដល់នារីដូច្នោះដែរប៉ុន្តែបើគេដឹងពីតម្រូវការមូលដ្ឋានរបស់នាងគេក៏អាចតបស្នងអារម្មណ៍របស់នាងបានដូចគ្នាដែរខាងក្រោមនេះជាកំហុសដែលបុរសតែងធ្វើខុសជាញឹកញាប់អ្វីដែលបុរសធ្វើខុសគេមិនស្ដាប់នាងនិយាយធ្វើដូចមិនចាប់អារម្មណ៍មិនចង់សួរឬធ្វើដូចជាមិនយកចិត្តទុកដាក់ចំពោះបញ្ហារបស់នាងអ្វីដែលនារីមិនពេញចិត្តនាងមានអារម្មណ៍ថាគេមិនចាប់អារម្មណ៍ឬមិនយកចិត្តទុកដាក់ចំពោះនាងអ្វីដែលបុរសធ្វើខុសគេឆ្លើយសំណួរត្រង់ហើយគិតថានាងសួរព្រោះចង់បានចម្លើយទៅគេព្រមឆ្លើយហេតុអ្វីទៅនារីមិនពេញចិត្តនាងមានអារម្មណ៍ថាគេមិនយល់ពីអ្វីដែលនាងចង់ប្រាប់នោះទេអ្វីដែលបុរសធ្វើខុសគេស្ដាប់មែនតែចូលចិត្តខឹងនិងស្ដីបន្ទោសថាជាកំហុសរបស់នាងដែលធ្វើឲ្យគេខូចអារម្មណ៍ហ
ហេតុអ្វីទើបនារីមិនពេញចិត្តនាងទទួលអារម្មណ៍ថាគេមិនគោរពមិនឲ្យតម្លៃដល់ផ្លូវចិត្តរបស់នាងអ្វីដែលបុរសធ្វើខុសគេព្យាយាមធ្វើឲ្យមើលទៅឃើញថាបញ្ហារបស់នាងមិនសំខាន់ធ្វើដូចជាកូននិងការងារសំខាន់ជាងនាងអ្វីទើបនារីមិនពេញចិត្តនាងទទួលអារម្មណ៍ថាគេមិនលះបង់កាយចិត្តនិងមិនផ្ដល់កិត្តិយសដល់រូបនាងអ្វីដែលបុរសធ្វើខុសពេលនាងមិនពេញចិត្តគេព្យាយាមពន្យល់ថាហេតុអ្វីទើបគេជាអ្នកត្រូវនិងហេតុអ្វីទើបនាងជាអ្នកខុសហេតុអ្វីទើបនារីមិនពេញចិត្តនាងទទួលអារម្មណ៍ថាគេមិនអាចយល់ដល់ហេតុផលពិតប្រាកដហើយទម្លាក់កំហុសឲ្យនាងអ្វីដែលបុរសធ្វើខុសបន្ទាប់ពីស្ដាប់នាងហើយគេមិនព្រមនិយាយអ្វីឬមួយដើរគេចចេញហេតុអ្វីនារីមិនពេញចិត្តនាងអស់ក្តីរំពឹងព្រោះថាគេគ្មានផ្ដល់ភាពកក់ក្ដៅដល់នាងសោះពេលនាវាស្នេហ៍លិចលង់ជាញឹកញាប់ដែលស្នេហាត្រូវបញ្ចប់ដោយសារតែពួកគេភាគច្រើនតែងផ្ដល់នៅអ្វីដែលខ្លួនចង់បានទៅឲ្យភាគីម្ខាងទៀតក្តីស្រឡាញ់ក្នុងក្រសែភ្នែកនារីគឺការយកចិត្តទុកដាក់ការយល់ចិត្តនិងអ្វីផ្សេងនាងបានប្រគល់អ្វីទាំងអស់នេះឲ្យបុរសដោយស្វ័យប្រវត្តិចំណែកបុរសការយកចិត្តទុកដាក់បែបនេះបែរជាធ្វើឲ្យគេគិតថានាងមិនទុកចិត្តគេទៅវិញបុរសចង់បានការជឿទុកចិត្តមិនមែនការយកចិត្តទុកដាក់នោះទេដូច្នេះពេលគេមិនឆ្លើយតបជាវិជ្ជមានមកវិញធ្វើឲ្យនាងឆ្ងល់តើនាងបានធ្វើអ្វីខុសការពិតគេបង្ហាញក្តីស្រឡាញ់ចេញមកតាមវិធីរបស់គេប៉ុន្តែនោះមិនមែនជាអ្វីដែលនាងចង់បានហេតុនេះអ្នកទាំងពីរក៏ធ្លាក់ក្នុងអន្ទាក់នៃការបង្ខំចិត្តត្រូវតបស្នងតម្រូវការរបស់ភាគីម្ខាងទៀតទៅវិញបែតរអ៊ូថាខ្ញុំទ្រាំផ្ដល់ឲ្យតែម្ខាងដោយមិនបានអ្វីត្រឡប់មកវិញដូច្នេះទៀតលែងបានហើយមើលទៅដូចជាអាធរមិនត្រេកអរចំពោះអ្វីដែលខ្ញុំធ្វើឲ្យគេតទៅសោះខ្ញុំស្រឡាញ់គេតែគេមិនស្រឡាញ់ខ្ញុំទេចំណែកអាធរនិយាយរអ៊ូថាអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើនាងដូចជាមើលមិនឃើញពីចំណុចល្អនោះសោះខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទៀតទេខ្ញុំព្យាយាមធ្វើគ្រប់យ៉ាងហើយតែនាងនៅតែមិនស្រឡាញ់ខ្ញុំដដែលខ្ញុំស្រឡាញ់នាងតែមើលទៅដូចជាគ្មានប្រយោជន៍អ្វីសោះបែតនិងអាធរបានរៀបការប្រហែលជា8ឆ្នាំហើយអ្នកទាំងពីរចង់លែងលះដោយសារតែម្នាក់គិតថាភាគីម្ខាងទៀតមិនស្រឡាញ់ខ្លួនអ្នកទាំងពីរសុទ្ធតែអះអាងថាខ្លួនបានផ្ដល់ក្តីស្រឡាញ់ឲ្យទៅភាគីម្ខាងទៀតច្រើនជាងបែតជឿថានាងផ្ដល់ឲ្យអាធរច្រើនជាងចំណែកឯអាធរជឿថាគេផ្ដល់ឲ្យនាងច្រើនជាងតែតាមពិតអ្នកទាំងពីរគឺជាអ្នកផ្ដល់ឲ្យដូចគ្នាគ្រាន់តែមិនបានផ្ដល់ឲ្យនៅអ្វីដែលគួរផ្ដល់ប៉ុណ្ណោះពួកគេទាំងពីរស្រឡាញ់គ្នាតែគ្រាន់តែពួកគេមិនយល់ពីតម្រូវការមូលដ្ឋានដែលភាគីម្ខាងទៀតត្រូវការប៉ុណ្ណោះបែតតែងតែផ្ដល់នៅអ្វីដែលនាងត្រូវការចំណែកឯអាធរក៏ផ្ដល់នៅអ្វីដែលត្រូវការដូចគ្នាលុះពេលវេលាកន្លងផុតទៅអ្នកទាំងពីរក៏អស់ភាពអត់ធ្មត់រៀងខ្លួនមានគូស្នេហ៍ជាច្រើនដែលត្រូវបែកផ្លូវគ្នាពេលក្តីស្នេហាកាន់តែធ្លាក់ដុនដាបទៅសេចក្តីស្នេហាអាចក្លាយជារឿងងាយប្រសិនបើយើងយល់ពីតម្រូវការមូលដ្ឋានរបស់ភាគីម្ខាងទៀតយើងមិនចាំបាច់ឲ្យច្រើនជាងមុននោះទេគឺគ្រាន់តែផ្ដល់ឲ្យចំនៅអ្វីដែលភាគីម្ខាងទៀតត្រូវការប៉ុណ្ណោះហើយក៏គ្មានអ្វីនឿយហត់ជាងមុនដែរការយល់ពីភាពខុសគ្នាទាំង12ប្រការនឹងធ្វើឲ្យដឹងថាហេតុអ្វីបានជាវិធីពីដើមប្រើមិនបានផលប្រសិនបើចង់តបស្នងតម្រូវការរបស់ភាគីម្ខាងទៀតអ្នកគួរតែដឹងពីវិធីផ្ដល់ក្តីស្រឡាញ់ទៅតាមប្រភេទដែលភាគីម្ខាងទៀតត្រូវការនោះឯងរៀនពីវិធីស្ដាប់ដោយមិនបាច់ខឹងសម្បាចំណុចដំបូងដែលបុរសអាចតបស្នងតម្រូវការមូលដ្ឋានទាំង6ប្រការរបស់នារីបានគឺតាមរយៈការនិយាយដូចធ្លាប់និយាយពីមុនការរួមប្រាស្រ័យតាក់ទងមានសារៈសំខាន់បំផុតលើឋានប្រសុខពេលដឹងពីវិធីស្ដាប់នៅការបញ្ចេញអារម្មណ៍របស់ភាគីនារីហើយនោះមានន័យថាបុរសបានបង្ហាញនូវការយកចិត្តទុកដាក់ការយល់ចិត្តការគោរពភក្តីភាពមានហេតុផលនិងការផ្ដល់ភាពកក់ក្ដៅទៅឲ្យនាងហើយបញ្ហាធ្ងន់ធ្ងរបំផុតរបស់បុរសក្នុងការស្ដាប់គឺស្ដាប់មិនយល់ទើបធ្វើឲ្យនារីកើតការខឹងសម្បារព្រោះគេភ្លេចថានារីមកពីឋានប្រសុខមានតម្រូវការខុសពីខ្លួនចំណុចខាងក្រោមបង្ហាញឲ្យឃើញពីភាពខុសប្លែកមួយចំនួននិងប្រាប់ថាតើគួរធ្វើបែបណាវិធីស្ដាប់ដោយមិនបាច់ខឹងសម្បារប្រការគួរចងចាំនិងអ្វីគួរធ្វើនិងអ្វីមិនគួរធ្វើ 1.
ការខឹងសម្បាកើតមានដោយសារតែមិនយល់ពីគំនិតរបស់នារីហើយនេះមិនមែនជាកំហុសរបស់នាងទេជាតួនាទីរបស់អ្នកដែលត្រូវយល់ចិត្តនារីកុំរិះគន់ថានាងធ្វើឲ្យអ្នកមិនពេញចិត្តសូមឲ្យស្ដាប់នាងសារជាថ្មី 2. អារម្មណ៍មិនចាំបាច់ត្រូវស្របជាមួយនឹងហេតុផលគ្រប់ពេលវេលាទេតែវាមានពិតប្រាកដមែនហើយត្រូវការយល់ចិត្តបរោះដកដង្ហើមវែងកុំនិយាយអ្វីធ្វើខ្លួនតាមសម្រួលហើយបណ្ដោយឲ្យអ្វីកន្លងទៅដោយមិនបាច់បង្គាប់បញ្ជាព្យាយាមមើលរឿងផ្សេងតាមវិធីរបស់នាងវិញ 3. ការខឹងសម្បារអាចកើតមកពីគេមិនដឹងថាគួរធ្វើបែបណាល្អប្រសើរបានទោះបីនាងមិនទាន់មានអារម្មណ៍ល្អភ្លាមក៏ដោយការយល់ចិត្តនិងការអត់ធ្មត់របស់អ្នកនឹងអាចជួយនាងបានបរោះកុំរិះគន់នាងប្រសិនបើនាងមិនអាចមានអារម្មណ៍ល្អឡើងវិញដោយសារតែដំណោះស្រាយរបស់អ្នកនាងមិនមែនចង់បានវិធីដោះស្រាយបញ្ហាទេចូលខំអត់ធ្មត់កុំបង្ហាញវិធីដោះស្រាយដល់នាង 4. អ្នកមិនចាំបាច់ត្រូវយល់ស្របឬយល់ពីអ្វីដែលនាងធ្វើគ្រប់ពេលឬក៏ចង់បានពាក្យសរសើរដោយសារតែការទ្រាំស្ដាប់នាងនិយាយនោះទេបរោះបើមិនចង់បញ្ចេញគំនិតខុសពីនាងអ្នកត្រូវចាំឲ្យនាងនិយាយចប់សិនហើយក៏ត្រូវតែលើកយកគំនិតនាងមកនិយាយជាមុននិងថ្នមសម្ដីផង 5. អ្នកអាចជាអ្នកស្ដាប់ដ៏ល្អម្នាក់បានដោយមិនចាំបាច់ត្រូវយល់ពីរឿងដែលនាងនិយាយចេញមកទាំងអស់នោះទេបរោះប្រាប់នាងឲ្យដឹងថាអ្នកមិនយល់តែចង់យល់ឲ្យច្បាស់ជាងនេះបើអ្នកមិនយល់គឺជាការទទួលខុសត្រូវរបស់អ្នកមិនមែនរបស់នាងទេហើយសូមកុំគិតថានាងនឹងគ្មានថ្ងៃយល់ទេនោះ 6. មិនថាជានាងមានអារម្មណ៍បែបណារឿងនេះគ្មានទាក់ទងនឹងនាងទេនាងអាចនឹងបង្ហាញឲ្យឃើញថាកំពុងរិះគន់រូបអ្នកតែតាមពិតនាងត្រូវការយល់ចិត្តតែប៉ុណ្ណោះបរោះទប់ស្កាត់អារម្មណ៍ការពារខ្លួនឯងរហូតតតែនាងមានអារម្មណ៍ថាអ្នកយល់និងយកចិត្តទុកដាក់ចំពោះនាងជាមុនសិនក្រោយមកចាំអធិប្បាយពន្យល់ឬសុំទោសនាង 7. ប្រសិនបើនាងធ្វើឲ្យអ្នកខឹងខ្លាំងពេលខ្លះអាចកើតដោយសារតែនាងមិនជឿចិត្តអ្នកមែនក៏មានដែរក្នុងជំរឿចិត្តរបស់នារីនាងប្រៀបដូចជាកូនក្មេងដែលមិនហ៊ានបង្ហាញអារម្មណ៍ខ្លួនឯងដោយសារតែភ័យខ្លាចគេធ្វើបាបដោយអ្វីដែលនាងត្រូវការគឺក្តីមេត្តាបរោះកុំប្រឆាំងនឹងអារម្មណ៍ឬគំនិតនាងរឿងនេះទុកនិយាយពេលក្រោយដែលមានអារម្មណ៍ត្រជាក់ជាងនេះល្អជាងហ្វឹកហាត់សរសេរលិខិតមេត្រីភាពតាមការអធិប្បាយក្នុងជំពូកទី 11 ពេលបរោះអាចស្ដាប់អារម្មណ៍របស់នារីដោយគ្មានចិត្តខឹងសម្បារនោះគឺហាក់ដូចជាបានប្រគល់រង្វាន់ដ៏ធំបំផុតឲ្យនាងដូច្នោះដែរហើយគេក៏អាចធ្វើឲ្យនាងព្រមបញ្ចេញអារម្មណ៍របស់ខ្លួនតាមសម្រួលបើនាងកាន់តែបង្ហាញអារម្មណ៍ចេញមកបានច្រើនប៉ុណ្ណានាងក៏កាន់តែមានអារម្មណ៍ជឿជាក់លើខ្លួនឯងច្រើនប៉ុណ្ណោះដែរធ្វើឲ្យនាងអាចបង្ហាញការស្រឡាញ់ការទទួលស្គាល់ការលើកសរសើរការផ្ដល់កិត្តិយសការយល់ស្របតាមនិងកម្លាំងចិត្តដល់ភាគីបរោះបានកាន់តែច្រើនផងដែរសិល្បៈក្នុងការប្រគល់សិទ្ធិអំណាចដល់បរោះប្រសិនបើបរោះបានហ្វឹកហាត់ធ្វើជាភាគីស្ដាប់ឲ្យបានច្រើនជាងមុនដើម្បីតបស្នងតម្រូវការរបស់នារីហើយនោះនារីក៏ចាំបាច់ត្រូវតែហ្វឹកហាត់សិល្បៈប្រគល់សិទ្ធិអំណាចឲ្យបរោះដូចគ្នាពេលនារីស្ម័គ្រចិត្តជួយបរោះនាងត្រូវតែព្រមឲ្យគេមានសិទ្ធិអំណាចក្នុងការធ្វើអ្វីៗតាមអ្វីដែលគេចង់ធ្វើបរោះមានអារម្មណ៍ថាមានអំណាចពេលគេបានទទួលការទុកចិត្តព្រមទទួលស្គាល់ការលើកសរសើរការផ្ដល់កិត្តិយសការយល់ស្របតាមនិងកម្លាំងចិត្តដូចរឿងព្រះអង្គម្ចាស់ពាក់អាវក្រោះភ្លឺចិញ្ចាចដូច្នោះដែរនារីភាគច្រើនចង់ជួយបរោះដោយគិតតែពីកែលម្អឲ្យគេល្អប្រសើរឡើងតែនារីមិនដឹងខ្លួនទេថាការធ្វើបែបនេះបែរជាទៅបំផ្លាញឬធ្វើឲ្យគេកាន់តែទន់ជ្រាយធ្វើឲ្យគេមានអារម្មណ៍ថាមិនទទួលបានការទុកចិត្តការទទួលស្គាល់ការលើកសរសើរការផ្ដល់កិត្តិយសការយល់ស្របនិងកម្លាំងចិត្តទាំងនេះគឺជាអ្វីដែលគេត្រូវការពីនាងខ្លាំងបំផុតនោះទេអាចកំបាំងសំខាន់ក្នុងការធ្វើឲ្យបរិសុទ្ធមានសិទ្ធិអំណាចគឺកុំព្យាយាមបដូរផ្លាស់ឬកែលម្អគេជាការពិតហើយដែលអ្នកចង់ឲ្យគេផ្លាស់ប្ដូរតែសូមកុំធ្វើតាមតែចិត្តខ្លួនឯងត្រូវចាំតតែគេហាមាត់សុំពាក្យណែនាំដែលជាការបើកឱកាសឲ្យអ្នកបានផ្លាស់ប្ដូរគេផ្ដល់ការជឿទុកចិត្តហើយកុំផ្ដល់ពាក្យណែនាំនៅលើឋានព្រះសុខការផ្ដល់ពាក្យណែនាំចាត់ទុកជាការបង្ហាញនូវក្តីស្រឡាញ់ម្យ៉ាង
ប៉ុន្តែនៅលើឋានព្រះអង្គារគឺមិនមែនដូច្នេះទេនារីត្រូវចងចាំថាក្តីស្រឡាញ់របស់មនុស្សឋានព្រះអង្គារគឺការជឿជាក់ថាមនុស្សឋានព្រះអង្គារម្នាក់នោះអាចដោះស្រាយបញ្ហាបានដោយខ្លួនឯងនេះមិនមែនមានន័យថាចាប់ពីពេលនេះទៅនារីត្រូវតែលាក់អារម្មណ៍ខ្លួនឯងទុកក្នុងចិត្តរហូតនោះទេនាងអាចខឹងសម្បារឬមិនពេញចិត្តកាលបើមិនបានផ្លាស់ប្ដូរគេគ្រាន់តែការព្យាយាមផ្លាស់ប្ដូរគេនោះគឺជារឿងដែលមិនសូវមានប្រយោជន៍អ្វីឡើយពេលនារីស្រឡាញ់បុរសនាងនឹងព្យាយាមកែលម្អសម្ព័ន្ធភាពឲ្យបានល្អប្រសើរឡើងក្នុងវដ្តចលនាស្នេហានាងយកគេជាគោលដៅនៃការផ្លាស់ប្ដូរហើយចាប់ផ្ដើមដំណើរការផ្លាស់ប្ដូរឲ្យកាន់តែល្អឥតខ្ចោះឡើងហេតុអ្វីបានជាបុរសរឹងទទឹងនាងអាចមើលឃើញវិធីផ្លាស់ប្ដូរបុរសរាប់ម៉ឺនរាប់សែនវិធីដែលនាងគិតថាការធ្វើបែបនេះគឺជាការបង្ហាញពីក្តីស្រឡាញ់ម្យ៉ាងតែតាមពិតការធ្វើដូច្នេះបែរជាធ្វើឲ្យគេមានអារម្មណ៍ថាខ្លួនកំពុងតែរងការគៀបសង្កត់ទើបបានជាគេមិនព្រមធ្វើតាមកាលបើនារីព្យាយាមកែលម្អបុរសនោះគឺជាការធ្វើឲ្យបុរសគិតថាគេមិនល្អគ្រប់គ្រាន់ហើយមិនអាចអភិវឌ្ឍខ្លួនឯងបានពេលខ្ញុំសួរសំណួរនេះដល់មនុស្សជាច្រើនក្នុងសិក្ខាសាលាពួកគេសុទ្ធតែមានបទពិសោធន៍បែបនេះគ្រប់គ្នាបើនារីកាន់តែព្យាយាមផ្លាស់ប្ដូរបុរសប៉ុណ្ណាគេក៏ប្រឆាំងកាន់តែខ្លាំងប៉ុណ្ណោះដែរបញ្ហាគឺពេលបុរសមិនព្រមផ្លាស់ប្ដូរតាមការណែនាំរបស់នារីនាងនឹងគិតថាគេមិនចង់ផ្លាស់ប្ដូរព្រោះតែគេមិនស្រឡាញ់នាងពិតប្រាកដតែតាមពិតគេមិនព្រមធ្វើតាមព្រោះតែគេគិតថាភាគីនារីមិនទាន់ស្រឡាញ់គេគ្រប់គ្រាន់ឡើយនោះទេពេលបុរសមានអារម្មណ៍ថាទទួលបានក្តីស្រឡាញ់ការទុកចិត្តការទទួលស្គាល់ការលើកសរសើរការផ្ដល់កិត្តិយសគេនឹងផ្លាស់ប្ដូរឲ្យកាន់តែល្អឡើងដោយខ្លួនឯងបុរសពីរប្រភេទឬឥរិយាបថតែមួយក្នុងโลกនេះមានបុរសពីរប្រភេទគឺប្រភេទការពារខ្លួនឯងរឹងចាចេះមិនព្រមផ្លាស់ប្ដូរតាមការទាមទាររបស់នារីនិងមួយប្រភេទទៀតគេព្រមធ្វើតាមការទាមទាររបស់នារីតែក្រោយមកគេក៏ត្រឡប់ទៅដូចដើមវិញដដែលបុរសបើមិនប្រឆាំងដោយត្រង់ក៏ប្រឆាំងដោយប្រយោលដែរពេលបុរសមិនទទួលបានក្តីស្រឡាញ់តាមតម្រូវការទេនោះគេនឹងប្រព្រឹត្តនៅអ្វីដែលនារីមិនពេញចិត្តនោះជាដដែលទោះបីជាដឹងខ្លួនឬមិនដឹងខ្លួនក៏ដោយគេធ្វើបែបនេះរហូតតតែគេបានទទួលក្តីស្រឡាញ់និងការព្រមទទួលស្គាល់ជាមុនសិនប្រសិនបើបុរសចង់ផ្លាស់ប្ដូរខ្លួនឯងអំពើដែលគេប្រព្រឹត្តក្នុងបច្ចុប្បន្នត្រូវតែមានការទទួលស្គាល់ជាមុនសិនបើមិនដូច្នោះគេនឹងការពារខ្លួនហើយប្រព្រឹត្តដូចដើមដដែលគេចង់ឲ្យនាងទទួលយកសភាពបច្ចុប្បន្នរបស់គេជាមុនសិនក្រោយមកគេនឹងរកវិធីកែលម្អខ្លួនដោយខ្លួនគេផ្ទាល់បុរសមិនចង់ឲ្យអ្នកដទៃមកកែប្រែរូបគេនោះទេប្រៀបដូចបុរសដែលខំព្យាយាមប្រាប់ឲ្យនារីដឹងថាតើចាំបាច់ក្តៅក្រហាយនឹងរឿងនឹងធ្វើអីដូច្នោះដែរឯនារីក៏ចង់ប្រាប់ឲ្យបុរសដឹងដូចគ្នាថាហេតុអ្វីបានជាមិនគួរធ្វើចរិតបែបនេះបែបនោះពេលបុរសយល់ច្រឡំនិងព្យាយាមចង្អុលទោសឲ្យនារីក៏យល់ច្រឡំហើយព្យាយាមផ្លាស់ប្ដូរបុរសដូចគ្នាបុរសមើលមកពិភពលោកតាមរយៈភ្នែករបស់មនុស្សឋានព្រះអង្គារទស្សនៈរបស់គេគឺប្រសិនបើរបស់មិនទាន់ខូចកុំជួសជុលពេលនារីខិតខំផ្លាស់ប្ដូរបុរសបែរជាធ្វើឲ្យគេគិតថាខ្លួនមានចំណុចខ្វះខាតទៅវិញនេះជាការបំផ្លាញទឹកចិត្តបុរសជាខ្លាំងទើបធ្វើឲ្យគេត្រូវការពារកិត្តិយសរបស់ខ្លួនគេមានអារម្មណ៍ថាគ្មានការទទួលស្គាល់និងគ្មាននរណាចូលចិត្តរូបគេវិធីដ៏ល្អបំផុតក្នុងការជួយបុរសគឺកុំព្យាយាមផ្លាស់ប្ដូររូបគេទោះជាប្រើវិធីណាក៏ដោយបុរសត្រូវការការទទួលស្គាល់ទោះបីជារូបគេមិនល្អឥតខ្ចោះ 100% ក៏ដោយការទទួលយកភាពមិនពេញលេញជាបុរសគឺជារឿងដែលគេពិបាកនឹងធ្វើបានណាស់សូមយល់ថាវិធីដ៏ល្អបំផុតដែលអ្នកអាចជួយគេបានគឺកុំព្យាយាមផ្លាស់ប្ដូររូបគេទោះជាប្រើវិធីណាក៏ដោយខាងក្រោមនេះជាវិធីផ្ដល់ការគាំទ្រដល់បុរសឲ្យកែលម្អខ្លួនឲ្យប្រសើរដោយបញ្ឈប់គំនិតចង់ផ្លាស់ប្ដូរគេទោះជាប្រើវិធីណាក៏ដោយវិធីធ្វើឲ្យឈប់គិតចង់ផ្លាស់ប្ដូរបុរសអ្វីដែលនារីត្រូវដឹងពេលគេកំពុងមួម៉ៅកុំសួរនាំច្រើនពេកព្រោះគេនឹងមានអារម្មណ៍ថានាងកំពុងព្យាយាមកែលម្អគេអ្វីដែលនារីត្រូវធ្វើដូចជាមិនចាប់អារម្មណ៍រហូតតតែគេចង់និយាយរឿងនេះជាមួយនាងបើចង់ឲ្យគេនិយាយពីរឿងនេះអ្នកអាចបង្ហើបឲ្យគេដឹងបានតែកុំច្រើនពេកអ្វីដែលនារីត្រូវដឹងកុំគិត
ចង់ផ្លាស់ប្ដូរបរោះដាច់ខាតទោះជាប្រើវិធីណាក៏ដោយគេចង់ឲ្យនាងស្រឡាញ់គេមិនមែនមិនទទួលស្គាល់គេទេអ្វីដែលនារីទឹកគួរធ្វើបណ្ដោយឲ្យគេផ្លាស់ប្ដូរខ្លួនគេដោយផ្ទាល់ប្រាប់ឲ្យគេដឹងថានាងគិតបែបណាតែកុំបង្ហាញពីការចង់ផ្លាស់ប្ដូរគេអ្វីដែលនារីត្រូវដឹងការផ្ដល់ពាក្យណែនាំរបស់នាងអាចធ្វើឲ្យគេគិតថានាងកំពុងតែគៀបសង្កត់មិនជឿជាក់និងមិនទុកចិត្តគេអ្វីដែលនារីត្រូវធ្វើសូមឲ្យអត់ធ្មត់និងជឿជាក់ថាគេអាចរៀនសូត្រដោយខ្លួនគេបានអត់ធ្មត់រហូតតតែគេហាមាត់សុំឲ្យជួយអ្វីដែលនារីត្រូវដឹងពេលបរោះរឹងរូសមិនព្រមផ្លាស់ប្ដូរបង្ហាញថាគេមានអារម្មណ៍ថានាងមិនស្រឡាញ់គេគេមិនហ៊ានព្រមទទួលថាគេខុសព្រោះខ្លាចនាងបោះបង់ចោលអ្វីដែលនារីត្រូវធ្វើបង្ហាញឲ្យគេឃើញថាទោះបីជាគេមិនល្អពេញ 100% ក៏ដោយតែនាងនៅតែស្រឡាញ់គេហ្វឹកហាត់លើកលែងទោសឲ្យគេឲ្យបានច្រើនជំពូកទី11អ្វីដែលនារីត្រូវដឹងប្រសិនបើនាងព្រមលះបង់ដោយរំពឹងចង់ឲ្យគេលះបង់ដូចគ្នានោះវានឹងធ្វើឲ្យគេមានអារម្មណ៍ថានាងគៀបសង្កត់ឲ្យគេត្រូវតែផ្លាស់ប្ដូរអ្វីដែលនារីត្រូវធ្វើហ្វឹកហាត់ជួយខ្លួនឯងកុំឲ្យគេទទួលបន្ទុកលើសេចក្តីសុខរបស់នាងច្រើនពេកអ្វីដែលនារីត្រូវដឹងនាងអាចបង្ហាញអារម្មណ៍អវិជ្ជមានឲ្យគេដឹងដោយមិនចាំបាច់ត្រូវផ្លាស់ប្ដូរគេទេពេលគេដឹងថានាងទទួលស្គាល់រូបគេហើយគេក៏នឹងតាំងចិត្តស្ដាប់នាងបានកាន់តែច្រើនអ្វីដែលនារីគួរធ្វើខណៈពេលដែលនាងបង្ហាញអារម្មណ៍ឲ្យគេដឹងចូលបង្ហាញឲ្យគេដឹងថានាងមិនព្យាយាមផ្លាស់ប្ដូរគេទេគឺគ្រាន់តែឲ្យយកទៅពិចារណាប៉ុណ្ណោះអ្វីដែលនារីត្រូវដឹងប្រសិនបើនាងកំណត់ទិសដៅហើយសម្រេចចិត្តជំនួសគេនោះគេនឹងមានអារម្មណ៍ដូចជាត្រូវគេដាក់ទោសនិងបង្ខិតបង្ខំដូច្នោះអ្វីដែលនារីត្រូវធ្វើសូមឲ្យហ្វឹកហាត់ធ្វើជាភាគីយល់ព្រមខ្លះគឺព្រមទទួលក្នុងសភាពពិតរបស់គេយកចិត្តទុកដាក់ចំពោះផ្លូវចិត្តរបស់គេឲ្យបានច្រើនជាជាងរកភាពល្អឥតខ្ចោះនិងកុំព្យាយាមបង្រៀនគេពេលបុរសនិងនារីដឹងពីវិធីជួយគ្នាទៅវិញទៅមកដោយផ្ដោតទៅលើតម្រូវការជាមូលដ្ឋានរបស់ភាគីម្ខាងទៀតជាគោលនោះអ្វីគ្រប់យ៉ាងនឹងផ្លាស់ប្ដូរក្នុងផ្លូវដែលល្អប្រសើរដោយស្វ័យប្រវត្តិពេលដឹងថាភាគីម្ខាងទៀតមានតម្រូវការផ្នែកអារម្មណ៍ទាំង6ប្រការរៀងៗខ្លួននេះហើយអ្នកនឹងបូជាក្តីស្រឡាញ់ដែលមានទាំងអស់ឲ្យទៅភាគីម្ខាងទៀតតាមតម្រូវការរបស់គេបានពេលធ្វើបែបនេះបានហើយទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរនឹងប្រព្រឹត្តទៅយ៉ាងរលូននិងពេញលក្ខណៈជាងមុន។